កូនមកមីណាខ្លះចូលចិត្ត salmon ដោយកូនខ្ញុំមកបន្តដឹងថាត្រូវធ្វើអីមកមីទាំងអស់គ្នាអាចមកសាមនយមួយនេះបានគឺ salmon cream cheese និយាយទៅចូលចិត្តខ្លាំងមែនតើខ្ញុំទិញ salmon មកមួយដុំធំធ្វើឲ្យគាត់ញ៉ាំពីរពេលជាប់គ្នាតែម្ដងពីល្ងាចផងពីផឹកផងអញ្ចឹងតើឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នា salmon នោះគឺជាប្រភេទអាហារមួយយ៉ាងដែលសម្បូរទៅដោយ fatty acid omega 3មានន័យថាជាតិខ្លាញ់ល្អដែលជួយដល់រាងកាយកូនជួយប្រយុទ្ធប្រឆាំងការពារជំងឺមហារីកជួយដល់សុខភាពបេះដូងជួយដល់ការចងចាំមួយទៀតជួយដល់សុខភាពភ្នែកហើយដែលសំខាន់គឺជួយដល់ការអភិវឌ្ឍខួរក្បាលនិងមានអត្ថប្រយោជន៍ជាច្រើនទៀតប៉ុន្តែសម្រាប់អូនតូចគឺគាត់អាចញ៉ាំ salmon ឆៅបានទេដូច្នេះមកមីទាំងអស់គ្នាអាចច្នៃដូចខ្ញុំបានសម្រាប់វិធីធ្វើរបស់យើងគឺយើងប្រឡាក់ salmon ជាមួយនឹងម្សៅអង្ករហើយជាមួយម្សៅស៊ុបដើម្បីឲ្យ salmon របស់យើងមានជាតិតិចហើយណាមួយខ្ញុំចាញ់ក្លិនផងអញ្ចឹងប្រឡាក់ម្សៅស៊ុបទៅឲ្យវាឈ្ងុយយើងប្រឡាក់ម្សៅអង្ករអញ្ចឹងពេលដែលយើងយកទៅចៀនឬក៏បំពងសាច់ salmon យើងឡើងស្រួយហើយអត់បែកអត់ស្អិតជាប់ជាមួយខ្ទះទេបន្ទាប់មកទៀតយើងយក salmon របស់យើងយកមកចៀនថ្ងៃនេះខ្ញុំចៀនដោយប្រើប្រភេទប្រេងអូលីវតែប្រភេទប្រេងចម្អិនថងកន្លែងនេះមានចង្អុលជាច្រើនមកមីទាំងអស់គ្នាគាត់តែងសួរថាអញ្ចេះបងបើសិនជាយើងយកប្រេងអូលីវសម្រាប់ស្រូបឬក៏ extra virgin យកទៅចៀនឬយកទៅបំពងបានអត់ចម្លើយទី1គឺបានប៉ុន្តែទី2គឺត្រូវប្រើភ្លើងតិចបំផុតដោយសារអីប្រេងអូលីវ extra virgin ងាយនឹងឆាបឆេះទី3គឺបើសិនជាយើងយកអូលីវ extra virgin ដែលគេចម្រាញ់បែបត្រជាក់យកទៅធ្វើបែបក្តៅនេះគឺគុណភាពប្រេងអូលីវរបស់យើងគឺបាត់បង់ស្ទើរតែ50ទៅ60%ហើយដូច្នេះហើយយើងអាចយកជាប្រេងអូលីវចម្អិនអញ្ចឹងទៅវាធូរថ្លៃហើយវាអាច save cost យើងបានដែរពេលដែលប្រឡាក់មួយម្សៅអង្ករហើយមកមីឃើញ salmon របស់យើងគឺឡើងក្រៀមល្អអត់បែកអត់ស្អិតជាប់ខ្ទះទេឥឡូវយើងមកធ្វើទឹកសដំបូងឡើយគឺខ្ញុំលីងខ្ទឹមឲ្យរៀងឈ្ងុយតិចមកបន្ទាប់មកទៀតគឺខ្ញុំប្រើជាទឹកដោះគោស្រស់អញ្ចឹងម៉នុយនេះបើមកមីទាំងអស់គ្នាចង់ធ្វើឲ្យអូនក្រៅមកខួបយើងអាចប្រើជាទឹកដោះគោដែលអូនបើក៏បានដែរយើងដាក់ដោះគោស្រស់ចូលហើយយើងដាក់ mayonnaise ជាមួយនឹងទឹកគ្រឿង pasta ធ្វើឲ្យក្លិនរបស់វាកាន់តែឈ្ងុយខ្លាំងមែនតើមកមីទាំងអស់គ្នាសម្រាប់ mayonnaise ដែលខ្ញុំប្រើថ្ងៃនេះគឺ mayonnaise មានឈីសនៅក្នុងហ្នឹងអញ្ចឹងពេលវាឡើងគ្រីមទៅវាឈ្ងុយឈីសខ្លាំងមែនតើហើយសម្រាប់ទឹកឆា pasta យើងនេះវាមានតាំងពីទឹកប៉េងប៉ោះវាមានតាំងពី oregano វាមានតាំងពី spice ផ្សេងៗនៅក្នុងហ្នឹងអញ្ចឹងធ្វើឲ្យក្លិនវាកាន់តែឈ្ងុយ mayonnaise របស់យើងមកមីទាំងអស់គ្នាគឺផ្សំចេញពី cheddar cheese អញ្ចឹងវាសម្បូរទៅដោយ omega 3 6 9ហើយវាលាយជាមួយនឹងប្រេងអូលីវនៅក្នុងហ្នឹងដែរហើយសម្បូរវីតាមីន E ដែរបងប្អូនជនជាតិក៏គាត់អាចទទួលទានបានដែរដោយសារនៅលើហ្នឹងគឺមាននិមិត្តសញ្ញា logo halal អញ្ចឹងគ្រាន់តែយើងដាក់គ្រឿងទេសរបស់យើងកូរចូលមកសន្ទុះទៅយើងឃើញថាលបាយរបស់វាហ្នឹងចាប់ផ្ដើមបដូរពណ៌ឲ្យខាប់ហើយបន្ទាប់មកទៀតខ្ញុំយកត្រីដែលខ្ញុំបំពងឲ្យទុកមិនលើមិញហ្នឹងយកមកដាក់ចូលដោយសារ mayonnaise របស់យើងជាមួយនឹងទឹកសោសវាអត់ប្រៃដិតទេពេលដែលយើងថែមទឹកដោះគោចូលទៀតអញ្ចឹងវាធ្វើឲ្យរសជាតិហ្នឹងស្រាលមែនតើអញ្ចឹងខ្ញុំលួចជាមួយនឹងអំបិលហេម៉ាឡៃចូលទៅមិនតិចដែរជាទូទៅអូនលើមកខួបគឺយើងអាចប្រើអំបិលប្រើស្ករបានដែរតែអំបិលនិងស្ករហ្នឹងគឺជាគ្រឿងទេសរបស់កូនក្មេងហើយនេះគឺជាអំបិលហេម៉ាឡៃរបស់យើងមានទាំងចំណុះតូចនិងចំណុះធំសម្រាប់អត្ថប្រយោជន៍របស់វាគឺជួយបានច្រើនមែនតើមកមីទាំងអស់គ្នាគឺបង្កើនជាតិទឹកពង្រឹងឆ្អឹងបន្ថយសម្ពាធឈាមជួយដល់ក្រពះពោះវៀនជួយឲ្យបឺតស្រូបអាហារហ្នឹងបានល្អហើយមានអត្ថប្រយោជន៍ជាច្រើនទៀតអញ្ចឹងមនុយរបស់យើងបែបងាយទេគ្រាន់តែប៉ុណ្្នឹងហើយគឺរួចរាល់អាចចាក់ដាក់ចានឲ្យអូនញ៉ាំបានហើយនិយាយពីទឹក sauce ហ្នឹងកូនគេស្រូបជាមួយបាយហើយគេថាអូយឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់មកមីទាំងអស់គ្នាដែលមានកូនពិបាកញ៉ាំអីអាចសាកមនុយដូចខ្ញុំនេះបានហើយសម្រាប់មនុយនេះគឺជួយឲ្យអូនឡើងគីឡូហើយជួយដល់ការលូតលាស់ខួរក្បាលរបស់អូនទៀតសម្រាប់ម៉ាមីដែលមានកូនខំមកខួបអត់ដឹងថាគួរប្រើគ្រឿងទេសអីបើចង់ធ្វើមនុយមួយនេះអាចឆាតមកពេកបានជាចុងក្រោយខ្ញុំចង់ចែកម្លែកថាអាហារពិតជាសំខាន់មែនតើទៅលើរបបអាហារកូនប្រចាំថ្ងៃនិងលើការលូតលាស់ដូច្នេះហើយកុំភ្លេចច្នៃម្ហូបឲ្យកូនឲ្យបានច្រើន